កាលពីចុងសប្តាហ៍មុនកូរ៉េខាងជើងបានបាញ់មីស៊ីលនិងរ៉ុកែតរយៈចម្ងាយឆ្ងាយជាច្រើនគ្រាប់ចូលទៅក្នុងសមុទ្រភាគខាងកើតរបស់ខ្លួនការបង្ហាញកម្លាំងនេះបានកើតឡើងខណៈដែលយោធាអាមេរិកមានការងារច្រើននៅក្នុងប្រទេសអ៊ីរ៉ង់នៅពេលដែលសហរដ្ឋអាមេរិកជាប់គាំងនៅក្នុងចំនួនដ៏ធំមួយសត្រូវនៅជុំវិញពិភពលោកតែងតែវិតម្លៃឡើងវិញនៅយុទ្ធសាស្ត្ររបស់ពួកគេដោយជៀសមិនរួចខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនធ្វើសង្គ្រាមនៅអ៊ីរ៉ង់ការសាកល្បងភាពជឿជាក់ពិតប្រាកដរបស់សហរដ្ឋអាមេរិកអាចនឹងកើតឡើងពីចម្ងាយរាប់ពាន់គីឡូម៉ែត្រប៉ូលគឺនៅអាស៊ីបូព៌ាជាកន្លែងដែលកូរ៉េខាងជើងកំពុងតាមដានយ៉ាងដិតដល់ខណៈពេលដែលអ្នកវិភាគមួយចំនួនមិនមានការសង្ស័យទេថាតើកូរ៉េខាងជើងនឹងឆ្លៀតឱកាសនេះដើម្បីកេងចំណេញពីការរំខានរបស់អាមេរិកពីអាស៊ីខាងកើតឬអត់ទីក្រុងព្យុងយ៉ាងនឹងកេងចំណេញពីស្ថានភាពនេះប៉ុន្តែមិនមែនតាមរយៈការផ្សងព្រេងយោធាដែលមិនមានការប្រុងប្រយ័ត្ននោះទេផ្ទុយទៅវិញវានឹងបង្កើនទ្វេដងលើការទប់ស្កាត់នុយក្លេអ៊ែរបង្កើនវោហារសាស្ត្ររបស់ខ្លួននិងពង្រឹងទំនាក់ទំនងជាមួយរុស្ស៊ីនិងចិនកូរ៉េខាងជើងមានប្រវត្តិយូរអង្វែងក្នុងការសាកល្បងព្រំដែននៅពេលដែលសហរដ្ឋអាមេរិករវល់នៅកន្លែងផ្សេងក្នុងអំឡុងសង្គ្រាមអ៊ីរ៉ាក់ក្នុងឆ្នាំ2003ទីក្រុងព្យុងយ៉ាងបានដកខ្លួនចេញពីសន្ធិសញ្ញាមិនរិចសាយភាយនុយក្លេអ៊ែរហើយបានពន្លឿនកម្មវិធីនុយក្លេអ៊ែររបស់ខ្លួននៅឆ្នាំ2010ខណៈពេលដែលទីក្រុងវ៉ាស៊ីនតោនផ្ដោតលើប្រទេសអាហ្វហ្គានីស្ថានកូរ៉េខាងជើងបានបាញ់ប្លង់កោះព្យុងយ៉ុងរបស់កូរ៉េខាងត្បូងសកម្មភាពទាំងនេះមិនមែនជាការឈ្លានពានដោយផ្ទាល់នោះទេប៉ុន្តែជាការញុះញង់ដែលបានកំណត់តាមຂ្នាតដែលត្រូវបានរចនាឡើងដើម្បីរំលឹកពិភពលោកអំពីសារៈសំខាន់របស់ទីក្រុងព្យុងយ៉ាងសង្គ្រាមបច្ចុប្បន្ននៅអ៊ីរ៉ង់បង្ហាញពីឱកាសស្រដៀងគ្នានេះយ៉ាងណាក៏ដោយបើប្រៀបធៀបទៅនឹងវគ្គមុនហានិភ័យគឺខ្ពស់ជាងឥឡូវនេះកូរ៉េខាងជើងមានឃ្លាំងអាវុធនុយក្លេអ៊ែរដ៏គួរឲ្យទុកចិត្តនិងមីស៊ីលរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារដីគោកសហរដ្ឋអាមេរិកនេះធ្វើឲ្យឱកាសនិយមរបស់ខ្លួនកាន់តែមានគ្រោះថ្នាក់ប៉ុន្តែក៏មានភាពអត់ធ្មត់ជាងមុនផងដែរការវិភាគរបស់អ្នកជំនាញថ្មីនេះបង្ហាញថាកូរ៉េខាងជើងបានប្រតិកម្មយ៉ាងខ្លាំងរួចទៅហើយចំពោះការវាយប្រហាររបស់សហរដ្ឋអាមេរិកនិងអ៊ីស្រាអែលទៅលើរោងចក្រនុយក្លេអ៊ែររបស់អ៊ីរ៉ង់សារព័ត៌មាន38ណូតបានផ្ដោតលើប្រទេសកូរ៉េបានរាយការណ៍ថាទីក្រុងព្យុងយ៉ាងបានចេញសេចក្តីថ្លែងការណ៍ដ៏ខ្លាំងក្លាមួយរបស់ក្រសួងការបរទេសដោយថ្កោលទោសការវាយប្រហារទាំងនោះថាជាការឈ្លានពានខុសច្បាប់និងព្រមានថាសកម្មភាពបែបនេះបង្ហាញពីភាពចាំបាច់នៃការទប់ស្កាត់នុយក្លេអ៊ែរមជ្ឈមណ្ឌល Edgeworth បានកត់សម្គាល់ស្រដៀងគ្នានេះដែរថាការវាយប្រហារទាំងនោះបានពង្រឹងជំនឿរបស់កូរ៉េខាងជើងថាមានតែអាវុធនុយក្លេអ៊ែរប៉ុណ្ណោះដែលអាចធានាបាននៅការរស់រានមានជីវិតរបស់របបនេះភាពងាយស្រួលរងគ្រោះរបស់អ៊ីរ៉ង់នៅក្នុងក្រសែភ្នែករបស់ទីក្រុងព្យុងយ៉ាងគឺបណ្ដាលមកពីកង្វះខាតនៃការទប់ស្កាត់នុយក្លេអ៊ែររបស់ខ្លួនកូរ៉េខាងជើងបកស្រាយរឿងនេះថាជាការបញ្ជាក់ពីគោលលទ្ធិនុយក្លេអ៊ែររបស់ខ្លួនការសម្លាប់មេដឹកនាំកំពូលអ៊ីរ៉ង់បានបង្កការភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅទូទាំងទីក្រុងព្យុងយ៉ាងប្រព័ន្ធផ្សព្វផ្សាយកូរ៉េខាងត្បូងបានសង្កេតឃើញថាកូរ៉េខាងជើងមានការភ័យខ្លាចចំពោះប្រតិបត្តិការស្រដៀងគ្នារបស់សហរដ្ឋអាមេរិកដែលផ្ដោតលើលោកគឹមចុងអ៊ុនការភ័យខ្លាចនេះធ្វើឲ្យរបបនេះកាន់តែមានការការពារខ្លួនមិនមែនកាន់តែមិនមានការប្រុងប្រយ័ត្ននោះទេម្យ៉ាងទៀតសង្គ្រាមអ៊ីរ៉ង់មិនបានជំរុញឲ្យកូរ៉េខាងជើងហ៊ានវាយប្រហារទេវាធ្វើឲ្យកូរ៉េខាងជើងភ័យខ្លាចរហូតដល់ពង្រឹងជំហរនុយក្លេអ៊ែររបស់ខ្លួនបន្ថែមទៀតទីក្រុងព្យុងយ៉ាងចាត់ទុករឿងអ៊ីរ៉ង់ជារឿងព្រមានបើគ្មានអាវុធនុយក្លេអ៊ែរទេសូម្បីតែរដ្ឋដ៏មានអំណាចក៏អាចត្រូវបានកាត់ក្បាលភ្លាមដែរសកម្មភាពដែលទំនងជានឹងកើតឡើងនិងមិនទំនងកើតឡើងដោយកូរ៉េខាងជើងដោយផ្អែកលើបរិបទនេះតើកូរ៉េខាងជើងអាចធ្វើអ្វីបានខ្លះខណៈដែលសហរដ្ឋអាមេរិកកំពុងរវល់សេណារីយ៉ូដែលទំនងបំផុតគឺការកើនឡើងនៃការសាកល្បងមីស៊ីលជាពិសេសមីស៊ីលប៉ាឡេស្ទិកអន្តរទ្វីបនិងមីស៊ីលប៉ាឡេស្ទិកដែលបាញ់ចេញពីនាវាមួយទឹកការសាកល្បងទាំងនេះបម្រើគោលបំណងបច្ចេកទេសនិងនយោបាយជំរុញសមត្ថភាពខណៈពេលដែលរំលឹកដល់ទីក្រុងវ៉ាស៊ីនតោនអំពីវិសាលភាពរបស់ទីក្រុងព្យុងយ៉ាងកូរ៉េខាងជើងក៏អាចនឹងព្យាយាមបាញ់បង្ហោះផ្កាយរណបបន្ថែមទៀតដែលជាសមយុទ្ធអភិវឌ្ឍមីស៊ីលប៉ាឡេស្ទិកផងដែរទីក្រុងព្យុងយ៉ាងនឹងចេញសេចក្តីថ្លែងការណ៍ប្រឆាំងអាមេរិកដ៏មុតស្រួចជាងមុនដោយដាក់សង្គ្រាមអ៊ីរ៉ង់ថាជាផុសតាងនៃចក្រពត្តិនិយមអាមេរិកខាងការទូតខ្លួននឹងស្វែងរកកិច្ចសហប្រតិបត្តិការយោធាកាន់តែស៊ីជម្រៅជាមួយរុស្ស៊ីនិងអ៊ីរ៉ង់ដោយកំណត់ថារុស្ស៊ីនិងអ៊ីរ៉ង់នៅរស់រានមានជីវិតដែលទាំងពីរមានអរិយភាពចំពោះទីក្រុងវ៉ាស៊ីនតោន
អ្វីដែលសំខាន់បំផុតនោះគឺកូរ៉េខាងជើងពន្លឿនការផលិតនុយក្លេអ៊ែរដោយជឿជាក់ថាការទប់ស្កាត់គឺជាមាគ៌ាតែមួយគត់ដើម្បីរស់រានមានជីវិតទោះបីជាមានការរំពឹងទុកក៏ដោយកូរ៉េខាងជើងទំនងជាមិនឈ្លានពានកូរ៉េខាងត្បូងដោយវាយប្រហារកងកម្លាំងអាមេរិកដោយផ្ទាល់ឬព្រួយផ្ដើមការញុះញង់ដ៏សំខាន់មួយដែលប្រឈមនឹងសង្គ្រាមទ្រង់ទ្រាយធំនោះទេសកម្មភាពបែបនេះនឹងធ្វើឲ្យមានការសងសឹកយ៉ាងធ្ងន់ធ្ងរទីក្រុងព្យុងយ៉ាងមានចរិតឆ្លៀតឱកាសប៉ុន្តែមិនមែនជាមនុស្សចង់ធ្វើអត្តឃាតនោះទេសង្គ្រាមអ៊ីរ៉ង់មិនបង្កើនឱកាសសម្រាប់កូរ៉េខាងជើងដើម្បីចាប់ផ្ដើមយុទ្ធនាការយោធាដោយមិនប្រុងប្រយ័ត្ននោះទេផ្ទុយទៅវិញវាពង្រឹងជំនឿរបស់ទីក្រុងព្យុងយ៉ាងលើការទប់ស្កាត់នុយក្លេអ៊ែរនិងបង្ហាញអំពីភាពត្រឹមត្រូវនៃការអភិវឌ្ឍអាវុធដែលកំពុងបន្តរបស់ខ្លួនដោយដែល Eurasia Review បានកត់សម្គាល់ថាចំនួនអ៊ីរ៉ង់បានក្លាយជាពេលវេលាដែលអាចបង្រៀនបានសម្រាប់ទីក្រុងព្យុងយ៉ាងអាវុធនុយក្លេអ៊ែរគឺជាគោលនយោបាយធានារ៉ាប់រងចុងក្រោយប្រឆាំងនឹងការផ្លាស់ប្ដូររបបសម្រាប់ទីក្រុង Washington បញ្ហាប្រឈមមានពីរយ៉ាងទី1សហរដ្ឋអាមេរិកត្រូវតែធានាដល់សម្ព័ន្ធមិត្តនៅកូរ៉េខាងត្បូងនិងជប៉ុនថាការបដិញ្ញាចិត្តរបស់សហរដ្ឋអាមេរិកនៅតែមានភាពរឹងមាំទោះបីជាមានសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយទី2សហរដ្ឋអាមេរិកត្រូវតែរារាំងកូរ៉េខាងជើងដោយមិនបង្កើនភាពតានតឹងដោយមិនចាំបាច់នេះតម្រូវឲ្យតុល្យភាពដ៏ទន់ភ្លន់មួយការរក្សាវត្តមានយោធាដែលអាចមើលឃើញនៅអាស៊ីបូព៌ាខណៈពេលដែលជៀសវាងសកម្មភាពដែលអាចជំរុញឲ្យទីក្រុងព្យុងយ៉ាងចូលទៅក្នុងការអភិវឌ្ឍនុយក្លេអ៊ែរកាន់តែឈ្លានពានសហរដ្ឋអាមេរិកមិនអាចមានលទ្ធភាពឲ្យការយកចិត្តទុកដាក់របស់ខ្លួនងាកទៅរកមជ្ឈិមបូព៌ាទាំងស្រុងបានទេក្រែងកូរ៉េខាងជើងបកស្រាយការរំខានថាជាចំណុចខ្សោយយុទ្ធសាស្ត្រដ៏ទូលំទូលាយគឺគួរឲ្យព្រួយបារម្ភកូរ៉េខាងជើងរីកចម្រើននៅពេលដែលអាមេរិករវល់ប៉ុន្តែឱកាសនិយមរបស់ខ្លួនត្រូវបានគណនាមិនមែនមិនមានការប្រុងប្រយ័ត្ននោះទេសង្គ្រាមនៅអ៊ីរ៉ង់នឹងជំរុញឲ្យទីក្រុងព្យុងយ៉ាងហ៊ានសាកល្បងមីស៊ីលពង្រីកសមត្ថភាពនុយក្លេអ៊ែរនិងពង្រឹងទំនាក់ទំនងជាមួយសត្រូវរបស់សហរដ្ឋអាមេរិកយ៉ាងណាក៏ដោយវានឹងមិនប្រថុយនឹងសង្គ្រាមដែលអាចបំផ្លាញរបបនេះទេតាមពិតទៅចំនួនអ៊ីរ៉ង់អាចធ្វើឲ្យកូរ៉េខាងជើងកាន់តែមានការប្រុងប្រយ័ត្នខាងយោធាទោះបីជាវាកាន់តែមានភាពឈ្លានពានខាងវោហារសាស្ត្រនិងបច្ចេកវិទ្យាក៏ដោយសម្រាប់ទីក្រុងព្យុងយ៉ាងមេរៀនគឺច្បាស់លាស់មានតែអាវុធនុយក្លេអ៊ែរទេដែលអាចការពារការកាត់ក្បាលបានសម្រាប់ទីក្រុង Washington បញ្ហាប្រឈមច្បាស់លាស់ដូចគ្នាដែរការពារកុំឲ្យឱកាសនិយមក្លាយជាការកើនឡើងដូច្នេះសហរដ្ឋអាមេរិកត្រូវតែអនុវត្តយុទ្ធសាស្ត្រមួយដែលទទួលស្គាល់ឱកាសនិយមរបស់កូរ៉េខាងជើងដោយមិនប្រតិកម្មខ្លាំងពេកចំពោះវានោះមានន័យថារក្សាការរារាំងពង្រឹងសម្ព័ន្ធភាពនិងរក្សាបណ្ដាញការទូតឲ្យបើកចំហទោះបីជាការយកចិត្តទុកដាក់ត្រូវបានលេបត្របាក់ដោយសង្គ្រាមនៅអ៊ីរ៉ង់ក៏ដោយការខកខានមិនធ្វើដូច្នេះនឹងប្រថុយប្រថានអនុញ្ញាតឲ្យទីក្រុងព្យុងយ៉ាងផ្លាស់ប្ដូរឱកាសនិយមទៅជាអត្ថប្រយោជន៍ជាយុទ្ធសាស្ត្រសង្គ្រាមអ៊ីរ៉ង់អាចនឹងប្រយុទ្ធគ្នានៅមជ្ឈមបូព៌ាប៉ុន្តែផលប៉ះពាល់របស់វាកំពុងត្រូវបានទទួលអារម្មណ៍រួចហើយនៅអាស៊ីបូព៌ា